ស្អីបើផ្លូវអត់មានមនុស្សផងហ្នឹងទោះបីជាយ៉ាងណាក៏ដោយអ្នកត្រូវតែបើកបរតាមល្បឿនកំណត់ល្បឿនអីទៅសម្រាប់ម៉ូតូរបស់អ្នកល្បឿនកំណត់គឺ30គីឡូម៉ែត្រក្នុង1ម៉ោងនៅក្នុងទីប្រជុំជនហើយនៅក្រៅទីប្រជុំជនគឺ60គីឡូម៉ែត្រក្នុង1ម៉ោងបើមានអីនៅខាងមុខគ្រាន់តែចាប់ហ្វ្រាំងទៅបានហើយចាប់ហ្វ្រាំងមិនមែនមានន័យថាអ្នកអាចឈប់បានភ្លាមទេហ៎ចម្ងាយឈប់អាស្រ័យលើល្បឿនរបស់អ្នកបើអ្នកបើកបរក្នុងល្បឿនលឿនចម្ងាយឈប់នឹងកាន់តែឆ្ងាយឧទាហរណ៍អ្នកបើកបរក្នុងល្បឿន60គីឡូម៉ែត្រក្នុង1ម៉ោងហើយចាប់ហ្វ្រាំងម៉ូតូរបស់អ្នកមិនឈប់ភ្លាមទេវានឹងបន្តទៅមុខ18ម៉ាយល៍ទៅវាឈប់នោះមានន័យថាបើមានឧបសគ្គកើតឡើងដោយឥតព្រៀងទុកអ្នកអាចនឹងមានគ្រោះថ្នាក់ដោយសារតែមិនអាចឈប់យានយន្តទាន់ពេលវេលាខ្ញុំយល់ហើយខ្ញុំខំតែគិតថាពេលបើកលឿនទៅវាលយប៉ុន្តែតាមពិតវាគ្រោះថ្នាក់តើបើកលឿនគ្មានអីលយទេបើកបរដោយសុជីវធម៌ទៅលយណា